ខ្លាចតែបដូរតែសម្បកផ្អប់ហើយនឹងឈ្មោះហេមកទៅសង្ស័យតែនៅផលិតពីថៃមកដដែលសង្ស័យតែយកសាច់ឆ្នាំពីថៃមកវិញខ្ចប់នៅស្រុកខ្មែរសង្ស័យមែនតើសង្ស័យតែប្រែកាយឯងមកទៅចាអូខេយល់អារម្មណ៍របស់ពុកម៉ែបងប្អូនដែលគាត់មានការសង្ស័យណាដោយសារតែវីដេអូខ្លាំងពេកចាវីដេអូខ្លាំងពេកចាមិនគួរឲ្យជឿថាអាចផលិតបានដោយសារតែពីមុនមកស្រុកខ្មែរអត់ដែលល្បីថាមានរោងចក្រដែលអាចផលិតថ្នាំមកថ្មីបានហើយឥឡូវនៅពេលដែលផលិតបានsẽផលិតបាន20ខ្លងទៀតអីបកាយមែនហើយបើសិនជាបកាយអញ្ចឹងយូរណាស់ហើយមិនក៏សង្ងំទៅអីមិនចេញមុខមកឡាក់អញ្ចឹងណាចាយល់អារម្មណ៍របស់ពុកម៉ែបងប្អូនចាដោយសារតែមួយរយៈនេះគឺមានការបំភាន់ចាណាក៏ដូចជាមានការប្រែកាយច្រើនមែនតើចាផលិតផលខ្លះគឺគ្រប់យ៉ាងនៅដដែលទេតែបកប្រែភាសាផលិតផលខ្លះទៀតផ្លាស់ប្ដូររូបរាងផ្លាស់ប្ដូរឈ្មោះមិនចឹងចានិយាយទៅគឺអូយអត់មានតាណាដើមតោងអីអត់មានការបង្ហាញច្បាស់អីមកឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់មានទំនុកចិត្តណាចាក៏តែខាងខ្ញុំគឺអត់ពុកម៉ែបងប្អូនឃើញវីដេអូតទៅជាមួយនឹងការចុះទៅដល់ទីតាំងផ្ទាល់ហើយមិនមែនចុះទៅតែខ្ញុំម្នាក់ឯងទេចាគឺមានខាងបងខ្ញុំខាងបងរាជនីខាងបងមេករាញូក៏ដូចជាមានបងប្អូនដែលគាត់ជាអ្នកលក់បន្តណាចាគឺបានចុះទៅដល់ទីតាំងរោងចក្រផ្ទាល់ខាងខ្ញុំគឺបានអញ្ជើញពួកគាត់ឲ្យទៅដល់ផ្ទាល់មកគាត់ទៅតែឯងចឹងចង់និយាយថាមិនក្បាលណាចឹងគឺអត់ទេគឺមានសាក់សីចាទៅដល់ទីតាំងរោងចក្រផ្ទាល់តែម្ដងគឺរោងចក្រនៅក្នុងប្រទេសកម្ពុជារបស់យើងពិតចាចុះទៅដល់គឺឃើញសាច់ថ្នាំណាតបតគឺអត់មានការយកសាច់ថ្នាំពីគេមកដើម្បីបៀកចូលខ្លងស្រាប់អីគឺអត់ទេចាអញ្ចឹងគឺទៅដល់គឺមានការសភាពផ្ទាល់ជាមួយនឹងលោកគ្រូដែលគាត់ជាអ្នកផលិតផ្ទាល់តែម្ដងដែលជាជនជាតិខ្មែរយើងពិតចាដូចបញ្ជាក់ជូនចឹងគឺខ្ញុំយល់អារម្មណ៍រាល់ការសង្ស័យរាល់សំណួរទាំងអស់គឺយល់អារម្មណ៍របស់ពុកម៉ែបងប្អូនដោយសារតែមានការបំភាន់មានការបន្លំវាច្រើនពេកសូម្បីតែខ្ញុំក៏ខ្លាចនិយាយត្រង់អីក៏ដោយគឺព្យាយាម check ហើយ check ទៀតចឹងណាដោយសារតែខាងខ្ញុំគឺខ្ញុំមានលក់តែពីរប្រភេទទេថ្នាំអត់ថ្មីគឺមានតិចមានខ្លងនិងមួយទៀតគឺសម្បូរដល់ខ្លួនខាងពីនេះគឺខ្ញុំត្រូវទិញគេប្រើទាំងអស់អញ្ចឹងឥឡូវនេះក្នុងនាមជាប្រជាជនខ្មែរម្នាក់ដែលខ្ញុំក៏មានការឈឺចាប់ខ្លាំងទៅសុខចិត្តបោះបង់ហើយបង្កើតថ្មីនៅក្នុងស្រុករបស់យើងមិនទៅរករោងចក្រនៅតាណានៅតាណីគឺអត់ព្យាយាមរករោងចក្រនៅក្នុងស្រុករហូតអភិវឌ្ឍសាច់ថ្នាំប្រភេទខ្លងនេះបានណាចាអញ្ចឹងគឺអត់ចង់ឲ្យលុយហូរទៅខាងនោះទៀតទេអញ្ចឹងមិនព្យាយាមស្វែងរករោងចក្រផលិតសាច់ថ្នាំប្រភេទខ្លងនេះតម្រាំតែអាចអភិវឌ្ឍចេញជាប្រភេទខ្លងនេះបានចាតេស្តដល់ទៅ8ដងចាមិនងាយទេខាងរោងចក្រគឺគាត់ខំប្រឹងខ្លាំងមែនតើហើយសារធាតុផ្សំពីរុក្ខឱសថនិងឱសថបុរាណខ្មែរចាសារធាតុផ្សំ20មុខជាងចាជួយបានរាល់បញ្ហាអត់ថ្មីទាំងអស់ក្នុងប្រទេសកម្ពុជារបស់យើងមានរោងចក្រដែលផលិតថ្នាំអត់ថ្មីបានយូរឆ្នាំដែរហើយតែដោយសារតែมันមានការគ្រប់គ្រងចាដោយសារតែពីមុនគឺយើងសៀមនិយមខ្ញុំក៏សៀមនិយមចាណាទៅតែមានបញ្ហាហ្នឹងទៅខាងខ្ញុំស្វែងរកហើយខាងរោងចក្រក៏គាត់ទទួលផលិតណាចាមិនមែនយើងទៅតែមានទេគឺយើងមានយូរហើយគាត់តែយើងអត់ដឹងហើយមានផលិតផលច្រើនទៀតដែលយើងគឺអត់ដឹងថាក្នុងស្រុកយើងមានរោងចក្រផលិតចាអញ្ចឹងនៅពេលដែលមានបញ្ហាគឺខាងខ្ញុំត្រូវការផលិតផលហ្នឹងគឺព្យាយាមស្វែងរករោងចក្រហើយរករោងចក្រឃើញហើយគឺខាងរោងចក្រព្យាយាមបង្កើតតាមតម្រូវការដែលខាងខ្ញុំចង់បានដោយសារតែខ្ញុំគឺទាមទារគុណភាពគឺខ្ពស់ខ្លាំងមែនតើចាណាដោយសារអីធ្លាប់លក់មកគេគុណភាពវាខ្ពស់អញ្ចឹងគឺយើងផលិតមកក្រោយគេអត់អាចគុណភាពចាញ់គេបានចាគុណភាពគឺត្រូវតែល្អជាងគេទើបយើងអាចមកចំនួនកន្លែងគេបានណាអញ្ចឹងកន្លែងនេះយល់អារម្មណ៍ពុកម៉ែបងប្អូនព្រោះខ្ញុំក៏ជាអតិថិជនដែលទិញប្រើផលិតផលផ្សេងទៀតដែរព្យាយាមគឺជាខ្លាំងមែនតើក៏ប៉ុន្តែសារភាពខាត់ជាផុតទេចាមានផលិតផលជាច្រើនពុកម៉ែបងប្អូនដឹងទេដូចផលិតផលគឺយើងមើលបាកូដមើលអីចឹងណាក៏ប៉ុន្តែទំនិញមួយចំនួនគឺអត់មានបាកូដទេខ្ញុំចង់បញ្ជាក់ជូនថាមិនងាយជាងទេចាមិនងាយជាងទេអញ្ចឹងលើផលិតផលនេះអញ្ចឹងខាងខ្ញុំគឺព្យាយាមខ្លាំងមែនតើអញ្ចឹងយល់អារម្មណ៍ពុកម៉ែបងប្អូននេះយល់ក៏ប៉ុន្តែគឺខាងខ្ញុំមិនមែនខំតែនិយាយអូបោកខ្មែរក៏ប៉ុន្តែអត់មានរោងចក្រអត់មានកន្លែងពិតប្រាកដគឺអត់ទេចាគឺមានរោងចក្រចុះទៅដល់ផ្ទាល់តែម្ដងណាហើយមិនមែនចុះទៅតែឯងទៀតមានសាក់សីចុះទៅដើម្បីផ្ដិតរូបភាពណាជាក់ស្ដែងថាគឺពិតជាផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងពិតមែនចាមិនមែនចេះតែនិយាយឲ្យតែរួចហើយអត់មានរូបភាពជាក់ស្ដែងទេអញ្ចឹងពុកម៉ែបងប្អូនគឺអាចទុកចិត្តបានណា100%គុណភាពអត់ចាញ់របស់គេទេអញ្ចឹងមកកន្លែងនេះចង់ស្នើសុំពុកម៉ែបងប្អូនឈប់សួររោគរបស់គេទៀតចាប្រទេសកម្ពុជារបស់យើងចាមានរោងចក្រដែលមានសមត្ថភាពនៅក្នុងការផលិតថ្នាំថ្មីដើម្បីផលិតជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានហើយជាផលិតផលដែលមានគុណភាពខ្ពស់ណាមិនមែនត្រឹមតែមានពពុះសម្អាតហើយកន្លះម៉ោងទៅ1ម៉ោងស្អុយមាត់ងោដដែលគឺអត់ទេចាសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាគ្រឿងមាត់ស្អុយចាដោះលើកទី1គឺកាត់បន្ថយបញ្ហាគ្រឿងមាត់ស្អុយបានតាំងពីដំបូងមកហ្មងចាពុកម៉ែបងប្អូនសាក់ប្រើគឺដឹងតែជាប់ចិត្តតាំងពីប្រើលើកដំបូងតើតើជាមួយនឹងថ្នាំផ្នែកសម្រាប់ខ្មែរបបួលរបស់យើងនេះចង់ជជូនថាប្រភេទខ្លងនេះសាច់ថ្នាំគឺហាប់ណែពុកម៉ែបងប្អូនធ្លាប់ប្រើរបស់គេមកយូរឆ្នាំគឺដឹងហើយចាសាច់ថ្នាំគឺហាប់ណែเพราะយើងគឺផលិតមកគឺឥតខ្ចោះគឺល្អខ្លាំងមែនតើនិយាយទៅគឺមិនអាចមិនសរសើរលោកគ្រូដែលគាត់ផលិតថ្នាំអត់មានសម្រាប់ខ្មែរបបួលប្រភេទខ្លងនេះទេចាគឺត្រូវតែសរសើរបកកាយខ្លាំងមែនតើអញ្ចឹងមិនថាកូនខ្មែរយើងគឺមានសមត្ថភាពច្រើនណាស់គាត់ថាគឺมันមានឱកាសនៅក្នុងការបញ្ចេញសមត្ថភាពឥឡូវនេះមានឱកាសឲ្យគឺពួកគាត់បញ្ចេញមកអស់ដៃចាបកកាយខ្លាំងមែនតើល្មមផលិតអត់ចេញទេចាណាល្មមផលិតអត់បានទេចាតែគាត់គឺបកកាយខ្លាំងនៅក្នុងការផលិតថ្នាំអត់ថ្មីជាពិសេសគឺថ្នាំអត់ថ្មីសម្រាប់ខ្មែរបបួលប្រភេទខ្លងសាច់ថ្នាំប្រភេទនេះមិនងាយទេចាគ្មានប្រទេសណាអាចផលិតបានក្រៅពីប្រទេសសៀមនេះពីមុនណាក៏ប៉ុន្តែឥឡូវពេលមានបញ្ហាឃើញកូនខ្មែរយើងមានឱកាសក្នុងការបញ្ចេញសមត្ថភាពទេគឺគាត់អាចផលិតបានអញ្ចឹងថាគឺមិនមែនមានតែប្រទេសសៀមទេអាចផលិតសាច់ថ្នាំប្រភេទខ្លងនេះបានប្រទេសយើងក៏ផលិតបានដែរអញ្ចឹងថាគឺកូនខ្មែរមានសមត្ថភាពច្រើនទៀតគាត់តែយើងមិនទាន់ជួបឬក៏គាត់មិនទាន់មានឱកាសក្នុងការបញ្ចេញសមត្ថភាពឥឡូវនេះគឺជាឱកាសហើយសូមពុកម៉ែបងប្អូនបើកបេះដូងឲ្យទូលាយចាពុកម៉ែបងប្អូននឹងដឹងថាកូនខ្មែរមិនធម្មតាទេចាសមត្ថភាពគឺខ្លាំងមែនទែនពួកគាត់គឺសង្ងំសិក្សារៀនសូត្រច្រើនឆ្នាំណាទម្រាំតែមានឱកាសមួយនេះអញ្ចឹងសូមបន្តការពហិការនិងជួយគ្រប់គ្រងឲ្យចង់ជជុំថាផលិតនៅក្នុងស្រុករបស់យើងមែនក៏ប៉ុន្តែមិនមែនតម្លៃខ្ពស់ជាងផលិតផលនាំចូលនេះគឺអត់ទេណាផលិតនៅក្នុងស្រុកក៏ប៉ុន្តែតម្លៃស្មើផលិតផលនាំចូលចា
ខាងខ្ញុំមួយខាងរោងចក្រគឺព្យាយាមខ្លាំងមែនតើសម្រាប់គុណភាពឲ្យតែពុកម៉ែបងប្អូនបានសាក់លបងប្រាគឺដឹងតែជាប់ចិត្តតាំងពីប្រើលើកដំបូងចាធានាជូនគុណភាពគឺថា the best ហើយជួយដោះស្រាយបានរាល់បញ្ហាមាត់ថ្មីដែលពុកម៉ែបងប្អូនកំពុងតែមានបងប្អូនដែលត្រូវការចង់ទិញយកទៅប្រើប្រាស់សូមព្យាយាមស្វែងរកពីអាជីវករដែលនៅជិតពុកម៉ែបងប្អូនបំផុតដើម្បីពុកម៉ែបងប្អូនអត់អស់ថ្លៃសេវាទី1ទី2តម្លៃគឺធូរណាតម្លៃគឺដូចគ្នាណាអត់ថ្លៃជាងទេផលិតនៅក្នុងស្រុកមែនក៏ប៉ុន្តែរក្សាតម្លៃដដែលជូនដល់ពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនទិញបាយពុកខាងបានក្នុងតម្លៃណានិងទិញថ្នាំថ្មីសម្រាប់ខ្មែរបបោបានក្នុងតម្លៃនោះគឺដូចគ្នាហើយបើសិនជាអាជីវករគាត់តបហ្នឹងគាត់អត់ដឹងថាយកមកពីណាអីចឹងណាពុកម៉ែបងប្អូនអាចជួយបញ្ជាក់ទៅគាត់ឲ្យគាត់តាក់ទងទៅអ្នកផ្គត់ផ្គង់ដែលលក់បាយពុកខាយគាត់ពេលនោះគឺគាត់នឹងបានថ្នាំថ្មីសម្រាប់ខ្មែរបបោយកទៅលក់ហើយបញ្ជាក់ជូនថាគឺតម្លៃដដែលចាសូមអរគុណចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមាត់ធ្មេញមិនថារលាកចាញ់ធ្មេញរាក់ស៊ីធ្មេញឈាមតាមជើងធ្មេញពុកធ្មេញស្រាវធ្មេញឈឺធ្មេញហាមតាមជើងធ្មេញកំណត់កំបោរកាហ្វេតាមបរិយជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយអាចធ្វើការជ្រើសរើសប្រើប្រាស់ជាផលិតផលថ្នាំអត់ធ្មេញអសុបរានខ្មែរបបោរបស់យើងបានថ្នាំអត់ធ្មេញអសុបរានខ្មែរបបោជាថ្នាំអត់ធ្មេញប្រភេទក្លងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ2017គ្រាន់តែពីមុនគឺឈ្មោះថ្នាំអត់ធ្មេញបែបខូខាផលិតនៅក្នុងប្រទេសថៃបច្ចុប្បន្នខាងក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូររោងចក្របោកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញប្ដូរឈ្មោះទៅជាថ្នាំអត់ធ្មេញអសុបរានខ្មែរបបោបរិមាណប្រើប្រាស់ប៉ុនគ្រាប់សណ្ដែកដដែល